ក្រទ្របតែមានបុណ្យក្រទ្របសម្បត្តិមិនមែនបានសេចក្តីថាថោកទាបនោះទេអានឹងក្រទ្របមិនមែនប្រែមកថាថោកអីណាគ្រាន់តែអត់ប្រាក់ចាយតាប៉ុន្តែមិនមែនប្រែមកថាអ្នកនឹងថោកទាបដោយសារអត់ទ្រព្យសម្បត្តិមិនមែនទេហើយក៏មិនមែនថាក្រទ្របនឹងត្រូវតែកើតទុកក៏មិនមែនដែរមិនក្រទ្របនឹងប្រែមកថាកើតទុកទៅនោះទេរីឯការមានបានក៏មិនតាន់មានឈ្មោះថាខ្ពង់ខ្ពស់នោះដែរមិនមានទ្របហើយគឺជាអ្នកប្រសើរខ្ពង់ខ្ពស់ទេហើយក៏មិនមែនថាមានសេចក្តីសុខពិតប្រាកដនោះដែរដោយសារតែមានទ្របនឹងអត់ទេចឹងដូចជាលោកសិទ្ធិអនាថបិណ្ឌិកបាសិកាវិសាខាអីហ្នឹងគឺនៅពេលឃើញអ្នកសូមទាន100មកយើងអាចឲ្យ500បានហ្នឹងកុំខ្ជិលតែមានឲ្យទៅក្រែងលោយើងវាអត់មានពេលសម្រាប់ឲ្យទានហ្នឹងនឹងឯងតែមិនមែនចិត្តតែមានពេលឲ្យទេណាជួនកាលយើងកើតជាកំណើតអីចឹងទៅវត្តសង្សារយើងមានចិត្តចេតនាឯណានឹងបានឲ្យទានសូម្បីតែកើតមកជាមនុស្សក៏មិនងាយចិត្តតែមានឱកាសបានឲ្យទាននឹងទៅទៀតវាអត់វាឃ្លានខ្លួនឯងចឹងទៅក៏មានជួនកាលក៏មិច្ឆាទិដ្ឋិទៅស្អប់បន្ទុះតោះសម្លុតគម្រាមកំហែងអ្នកសូមទាននឹងទៅទៀតទៅវាមិនងាយទេណាដូច្នេះយើងនឹកឃើញថាមានឱកាសបានធ្វើអញ្ចឹងណាជាលៀបសំណាងរបស់យើងទេចឹងធ្វើទៅជាឱកាសដែលយើងមិនងាយបានទេក្នុងវត្តសង្សារមានឱកាសបានធ្វើទានធ្វើទៅមានឱកាសបានរក្សាសិលរក្សាភ្លាមទៅមានឱកាសត្រូវប្រព្រឹត្តព្រះមច្ឆរិយធម៌យ៉ាងណាគឺយើងប្រព្រឹត្តទៅនឹងឯងទាំងកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយគ្រាន់តែយើងមានដៃលើកនគរដែលសម្បូរទៅដោយស្ត្រីមានរូបស្អាតគឺមកចម្ពូទ្វីបហ្នឹងគឺថាល្បីជាងគេហើយនៅសាកលៈនគរហ្នឹងចឹងទៅនាងអសន្ធិមេត្តាហ្នឹងកើតនៅសាកលៈនគរហ្នឹងដោយអំណាចបុណ្យដែលលើកដៃចង្អុលបង្ហាញផ្លូវដល់ព្រះបច្ចេកពុទ្ធខំរត់មកយកសម្ពុតបានទៅតឹងមកចង្អាមបដោយកន្លះម៉ែត្រហ្នឹងមហាត់ហ្នឹងខំរត់មកណែអានិសង្ឃដែលរត់ទៅរត់មកដែលលើកដៃចង្អុលបង្ហាញផ្លូវហ្នឹងបានមកជារូបស្អាតដៃជើងអត់មានសន្លាក់ឯងម្រាមដៃម្រាមជើងអីហ្នឹងសឡូនរូបរាងកាយហ្នឹងល្អស្អាតទៅអញ្ចឹងដោយអំពើដែលធ្វើប្រកបដោយសទ្ធាឆ្នេះយើងមានឱកាសបាននៅរស់ប៉ុណ្ណឹងយើងល្មមប៉ុណ្ណឹងទៅការពិតនៃជីវិតរបស់យើងវាត្រូវតែយ៉ាងហ្នឹងដោយមិនចាំបាច់ឲ្យជីវិតយើងដូចគេទេកុំចាំបាច់កន្ទក់កន្ទិញថាម៉េចក៏ខ្ញុំខុសគេមិនដូចគេជីវិតរបស់យើងវាជាការពិតសម្រាប់ខ្លួនយើងណាយើងអាចយកមកជាអារម្មណ៍នៃប្រកម្មដ្ឋានបានណាជីវិតពិតរបស់យើងហ្នឹងណាវាដូចថាអ្នកដតីរស់មួយថ្ងៃបាន$10,000អាហ្នឹងគាត់ចាយ$10,000របស់គាត់ទៅតែយើងរស់មួយថ្ងៃបាន$10,000រៀលហើយយើងទៅស្អប់$10,000ហ្នឹងយ៉ាងម៉េចយើងរស់នៅដោយសារ$10,000ហ្នឹងអីណាមិនរស់នៅដោយសារ$10,000របស់គេនោះទេណានៅជីវិតរបស់យើងវាសំខាន់សម្រាប់យើងនេះណាកុំឲ្យយើងមើលងាយមើលថោកបោះបង់ជីវិតខ្លួនឯងចោលទៅតែសរសើរជីវិតគេណាអាហ្នឹងគឺយើងត្រូវតែមានស្មារតីចឹងឯងចឹងក្នុងការរស់នៅព្រោះយើងត្រូវតែជួយខ្លួនឯងនឹងឯងការរស់របស់យើងត្រូវឲ្យមានន័យមិនមែនយកទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ហ្នឹងមកធ្វើខ្លឹមសារដល់ទីបំផុតទេនឹងឯងអញ្ចឹងគឺថាយើងល្អរបស់អ្នករតីពិតប៉ុន្តែយើងត្រូវតែយល់ថាវាមិនអាចអ្នកណាល្អ100%តែយើងខ្លួនឯងក៏វាមិនអាចល្អសពគ្រប់ទាំងអស់បាននឹងឯងអញ្ចឹងហើយយើងខំប្រឹងប្រែងទៅបានចំណេះចេះដឹងបានការប្រព្រឹត្តល្អប៉ុណ្ណឹងហើយយើងក៏ដឹងថាការខ្វះខាតវានៅមានតែកាលណាយើងដឹងការខ្វះខាតក្នុងចិត្តរបស់យើងហើយយើងមិនកាចយើងមិនសាហាវយើងមិនខុសរខើដាក់អ្នកដតីទៅក្នុងអំពើដែលយើងត្រូវធ្វើអីនឹងយ៉ាងណាពាក្យសម្ដីចិត្តគំនិតអីទៅរកអ្នកដតីទេព្រោះយើងយល់រឿងអ្នកដតីនឹងឯងមិនមែន